ម្ចាស់ស្ត្រីសម្រាលបានកូនបិសាចស្ដេចរីករាយទៅមើលតែភ្ញាក់ផ្អើលខ្លាំងរហូតនោមដាក់ខោដាក់ទោសម្ចាស់ក្ត្រីបង្កើតសត្វចង្រៃស្ដេចបញ្ជាបណ្ដេញនាងពីវាំងបន្ទាប់មកមន្ត្រីបោះទីរោគចូលទន្លេតែក្មេងអន្តែតលើទឹកមិនលិចទេមេតបឃើញយល់ថាកុមារនេះមិនស្លាប់ទេគាត់លួចជួយសង្គ្រោះក្មេងមន្ត្រីដឹងមានគេបំពេញបញ្ជាក៏បញ្ជូនទីហ៊ានតាមសម្លាប់មេតបទប់ទល់មិនបានក៏ត្រូវគេដេញដល់ចុងច្រាំងអស់ផ្លូវរត់មេតបកាន់ទីរោគលោតពីលើច្រាំងសំណាងល្អច្រាំងមិនខ្ពស់ពួកគេទាំងពីរនៅរស់ហើយត្រូវអ្នកភូមិឆ្លងកាត់ឃើញតាន់ពេលប្តីប្រពន្ធអ្នកភូមិឧត្តមសេនីយ៍ភ្ញាក់ឡើងដឹងថាគេរកឃើញហើយដើម្បីការពារកូនគាត់ផ្ញើទីរោគឲ្យគូស្នេហ៍ភូមិល្អគាត់រងរបួសតែនៅតែព្រោះកូនអាយ៉ងបង្វែរអ្នកដេញតាមទោះក្លាហានតែច្រើនពេកចាញ់ម្ដងទៀតធ្លាក់ពីច្រាំងថ្មគេពិនិត្យថាគ្មាននរណារស់ទេពេលនោះទើបត្រឡប់ទៅ8ឆ្នាំកន្លងផុតទៅទីរੂស្រីលូតលាស់ធំនាងមានទេពកោសល្យពីក្មេងលោតតែម្ដងឡើងដល់ដំបូល100ម៉ែត្រដេញមាន់លើដំបូលតែពេលនោះក្មេងស្រីជំពប់ដួលមនុស្សគ្រប់គ្នាគិតថាលើកនេះនាងមិនអាចទេត្រូវស្លាប់តែនាងយកឈើដោតធ្នឹមដូចគ្មានអ្វីនាងក៏ចុះដល់ដីដោយសុវត្ថិភាពអ្នកចិត្តខាងជេរនាងក្មេងប្រៃតែពុកឃើញមានមោទនភាពព្រោះដឹងកូនស្រីមានទេពកោសល្យកើតក្នុងយុគអត់ឃ្លានច្បាស់ជាធ្វើរឿងធំ10ឆ្នាំកន្លងព្រោះសង្គ្រាមព្រំដែនតានតឹងស្ដេចបញ្ជាគ្រប់ផ្ទះត្រូវបញ្ជូនប្រុសម្នាក់ចូលតបតែប្រុសម្នាក់គត់នៅផ្ទះគឺពុកចាស់ជាង50គាត់ពិការជើងដើម្បីតបសងគុណនាងក៏សម្រេចក្លែងខ្លួនជាប្រុសចូលតបយប់នោះពេលពុកបងនាងយកអាវុធសម្លៀកបំពាក់ចម្បាំងតែងខ្លួនជាប្រុសទៅសមរភូមិលាក់ភេកនៅសមរភូមិពាក់ម៉ាស់មាសទេពកោសល្យក្បាច់គុណពីកំណើតនាងឈ្នះច្រើនបង្កើតសន្តិភាពតែមេតបមិនស្មានថាពេលត្រឡប់ស្ដេចចង់ផ្ដល់រង្វាន់ដល់ស្នាដៃក៏បញ្ជាបុត្រីរៀបការជាមួយមេតបខ្ញុំរៀបការមិនបានស្ដេចហេតុអ្វីមានគូស្នេហ៍ហើយព្រោះស្ថានភាពនេះមេតបយឺតដោះម៉ាស់គ្រប់គ្នាភ្ញាក់ផ្អើលមេតបដ៏ល្បីមិនត្រឹមតែជាស្រីថែមទាំងមុខស្អាតមន្ត្រីចោទថាបន្លំក្បត់ស្ដេចទាមទារសម្លាប់នាយករដ្ឋមន្ត្រីចេញមុខអង្វរជំនួសដោយថាមេតបមានស្នាដៃតែងខ្លួនជាប្រុសและអត្តសញ្ញាណគួរតែឲ្យរង្វាន់ចូលនិវត្តន៍សំបីតែព្រះនាងលុតជង្គង់មេតបឮក៏ប្រញាប់យល់ព្រមសុខចិត្តប្រគល់អំណាចយោធាត្រឡប់ស្រុកព្រះចៅអធិរាជយល់ព្រមតាមសំណើនាងក៏យកគ្រឿងអលង្ការដែលអធិរាជប្រញាប់ត្រឡប់ទៅស្រុកត្រៀមជួបឪពុកម្ដាយអត់ជួបជាចិត្តគូដណ្ដឹងស្ត្រីនោះត្រូវរៀបការតាំងពីក្មេងស្រាប់តែនាំមនុស្សចូលផ្ទះហើយឲ្យក្រដាស់មួយលិខិតលោកចម្រើនប្តីសើជាប់វត្តគូដណ្ដឹងជាប់ឧត្តមសេនីយ៍ឥឡូវមើលងាយស្រីទៀបមើលនាងស្រីទៀបថែមទាំងថានាងនៅតបយូរគ្មានដំណឹងប្រហែលជាស្លាប់ក្នុងសមរភូមិឯងនឹងឆាប់រៀបការស្រីអ្នកមានកូនស្រីអ្នកមានម្ដាយស្រីភ័យព្រោះកូនស្រីពោះអាយុរៀបការហើយបើគេបង្ខំលុបចម្រើនកូនស្រីគ្មានអ្នកយកនឹងត្រូវគេសាច់អស់មួយជីវិតបុរសនោះមិនខ្វល់អ្វីទាំងអស់ថែមទាំងរុញម្ដាយចាស់ដួលឯងចង់យ៉ាងណាមកវិញត្រូវហើយចុះហត្ថលេខាលែងទៅខ្ញុំយឺហើយលែងខ្ញុំចង់យកប្អូនស្រីមេតបហ៊ូចៅមែនដោយសារមេតបឲ្យរៀបនឹងហ៊ូរៀបការខ្ញុំមិនចូលចិត្តស្រីសោះចូលចិត្តតែក្បាច់កូនគេថាខ្ញុំអន់តែអ្នកហ៊ានប្រឆាំងឪពុកម្ដាយរៀបការនឹងខ្ញុំវ៉ាងយីហ្វេងជាមនុស្សគួរទុកចិត្តគាត់ក៏មិនអាចដែរខ្ញុំល្ងងខ្លៅពីមុនមិនដឹងមានអ្នកខ្លាំងជាងកញ្ញាហ៊ូលីងថ្លៃថ្នូរបរិសុទ្ធទាំងបងគ្រប់គ្រងតបកាន់អំណាចយោធានារីបែបនេះទើបស័ក្តិសមខ្ញុំឈិនជីនមកខ្ញុំត្រឡប់មករំពឹងលើអ្នកសោកស្ដាយកុំបន្ទោសខ្ញុំបុរសគ្រប់គ្នាចង់បានអំណាចហ៊ូលីងឲ្យបងនាងជួយខ្ញុំបានតំណែងជើងឯកចុះអ្នកវិញអាចឲ្យអ្វីនាំតែភាពអាម៉ាស់បំរើតប10ឆ្នាំមិនដែលលឺឧត្តមសេនីយ៍ហ៊ូចៅមានប្អូនស្រីល្ងងខ្លៅហ៊ូលីងនៅតែក្នុងផ្ទះឯងដឹងអីចូលតប10ឆ្នាំអាម៉ាស់នេះឯងហ៊ាននិយាយចិនជីនម៉ូជាវរជន់ជើងឯកបោះបង់កូនស្រីអភិជនចង់រៀបការជាមួយស្រីអាយ៉ងអ្នកនាងហ៊ូល្អហើយលីងនាងមកគូដណ្ដឹងចាស់ជីនម៉ូស្លៀកប្រុសចូលតបជាគូដណ្ដឹងចាស់គេនាងនៅតែតាមយាយីលោកម្ចាស់ខ្ញុំទាមទាររៀបការកុហកស្រីខ្វះសីលធម៌ដូចឯងមិនស័ក្តិសមនឹងវីរជនជើងឯកដែលស្ដេចជ្រើសតាំងខ្ញុំជាប្អូនឧត្តមសេនីយ៍ខ្ញុំជាអនាគតភរិយាឈិនជីនម៉ូបងពេលណាត្រឡប់
ថ្ងៃក្រោយបើមានបញ្ហាយកចិញ្ចៀននេះមករកបងយកកងថ្មនេះមករកបងខ្ញុំថាឯងជាប្អូនហួចៅប្អូនស្រីហ៊ានម្លេះហៅឈ្មោះត្រង់ឈ្មោះបងខ្ញុំឆាប់លុតជង្គង់សុំទោសនាងធំឲ្យខ្ញុំលុតជង្គង់ខ្លាចនាងទ្រាំមិនបានឯងប្អូនមេតបធំក៏មិនអាចអាងអំណាចគំរាមគេប៉ះហួចៅសាក់មើលសាក់ឯងហួចៅជាស្រីស្រែមិនសាក់សំនឹងបងខ្ញុំទេឯងបដូរឈ្មោះទៅនៅទីនេះមានច្បាប់ទេច្បាប់បងខ្ញុំជាវាយក្រោយតែងតាំងដោយស្ដេចបងថ្លៃជាប្អូនស្រីតែមួយគត់របស់ស្ដេចពួកមន្ត្រីឃើញបងខ្ញុំត្រូវអន់ក្បាលព្រះអង្គម្ចាស់ឃើញបងខ្ញុំត្រូវថយគ្រូសាហ៊ូគឺជាច្បាប់លីងឯងចាំអ្នកស្លាប់ដើម្បីប្រទេសឈ្មោះមេតបមេងយេហួហុងឆាងខ្ញុំមិនស្គាល់ហួហុងឆាងទេបងខ្ញុំគឺជើងវៃមេតបហួចៅក្បត់ភ្លេចគុណមិនសមនឹងបងឯងទេស្ងាត់ហ៊ូលីនកុំនិយាយអញ្ចឹងចង់ស្លាប់មែនខ្ញុំដឹងថាឯងច្រណែនហ៊ូលីនបង្ខំឯងនិយាយមិនគួរសមកាត់ជាហងមិនមែនមន់ព្រៃដូចឯងចិនជីមកក្បត់ខ្ញុំស្មានថាឯងគ្រាន់តែស្រីមិននឹកស្មានថាឯងមិនមែនមនុស្សល្ងងខ្ញុំល្ងងខ្ញុំធ្លាប់ភ្ជាប់ពាក្យនឹងស្រីឈ្គួតនេះឥឡូវខ្ញុំភ្ញាក់រកបានបរោះល្អហើយត្រូវហើយបើឯងចង់រក្សាមុខត្រូវចុះលិខិតលេងលះភ្លាមមិនអីចឹងខ្ញុំឲ្យបងខ្ញុំលួចដាក់គុកហាក់ដូចជាលិខិតលេងលះនេះខ្ញុំត្រូវតែចុះមកឯងដឹងខ្លួនល្អហើយលក្ខខណ្ឌទាំងអស់ខ្ញុំឯងលុបភ្ជាប់ពាក្យបានហើយកុំលំអៀងហ្វាចៅមើងងាយខ្ញុំអតិបាមិនត្រូវអញ្ជើញហ្វាហៅបងស្រី3ថ្ងៃទៀតពិធីឡើងបុណ្យចាំមើលខ្ញុំនិងការមង្គលការខ្ញុំជាមួយហ្វាលីនពេលនោះបងខ្ញុំនឹងមកអញ្ជើញពិធីធំបើអ្នកណាខកខានខ្លាចមួយជីវិតលែងបានឃើញឯងពិធីធំមិនទៅម៉េចស្ដាយមួយជីវិតហ្វាចៅនឹងទៅល្អពេលនោះឯងកុំរត់ចោលស្រុកយើងទៅឪពុកម្ដាយកូនអកតញ្ញូធ្វើឲ្យលោកអ្នករងទុក្ខខ្លាំងសំស្លាប់ក្រោកឡើងបិណ្ឌបន្ទោសកូនទេកូនខ្ញុំជាកូនល្អចេះដឹងគុណកតញ្ញូកំហុសឪពុកពិតណាស់ជាកំហុសឯងបើឯងមិនចិញ្ចឹមចៅខ្លាំងពូកែនឹងចេះកិច្ចបញ្ហានៅអង់គ្លេស10ឆ្នាំអត់ត្រឡប់ឯងរើសប្រពន្ធឲ្យវាលទ្ធផលប្តីដែលឯងរើសចៅមកសៀតអប់តញ្ញូកំហុសខ្ញុំទាំងអស់ខ្ញុំរើសកូនលោកគូនៅមាត់ភូមិកូនក្មេងនោះសង្ហាណាស់កូនខ្ញុំទប់ទល់បានតែគេជាអ្នកធំធ្លាក់ខ្លួនពូជអំបូរស្ដេចយើងមិនហ៊ានការជាមួយទេយើងមិនអាចទេម៉ែឲ្យខ្ញុំឃ្លានហើយកូនឆ្អែតហើយនៅទៅឥឡូវទៅឆាប់យាយទី5កំភ្លើងធ្វើពីអីហ្នឹងធ្ងន់ម្លេះព្រះរាជសារស្ដេចតែងតាំងហ្វាងឈីងជាមន្ត្រីយោធាអរគុណព្រះអង្គអបអរថ្ងៃនេះថ្ងៃល្អខ្ញុំត្រូវនៅផឹកឲ្យបានផឹកថែមខ្លះទៀតប្រកាសណាស់ដើមឡើយយើងស្មានគ្រួសារយើងសំណាងបានចូលរួមរៀបការមិនថាជាមេតបឬអត់ប្អូនស្រីមេតបធ្វើជាប្រពន្ធវាសនាអ្នកហើយមេតបថ្ងៃនេះនឹងមកដល់ឪពុកក្មេកត្រូវនៅផឹកពី3កែវទៀតបើមេតបមកដល់គ្រួសារយើងត្រូវតែស្រវឹងអស់មែនមេតបមកដល់ហើយមេតបអញ្ជើញចូល